សម្រាប់អូនៗដែលមានបំណងហើយប្រឡងជាប់ចង់ចូលរៀននៅសាកលវិទ្យាល័យអន្តរជាតិ IU ហើយខ្វះថវិកាបង់ថ្លៃសាលានិងទិញសម្ភារៈការសិក្សាហើយចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្របរងឬក៏បរិញ្ញាបត្រអញ្ចឹងគឺស្ថាននឹងមានការផ្ដល់ជាអន្តរាសិក្សាជូនទី1ទទួលបានអន្តរាសិក្សាដោយអត្រាការប្រាក់ទាបសមរម្យទី2ទទួលបានអន្តរាសិក្សាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Data ដើម្បីបង់ថ្លៃសាលានិងទិញសម្ភារៈសិក្សាទី3បងអាចបានអត្ថប្រយោជន៍ពេលត្រូវតម្រូវចុះកម្មសិក្សា Data ផ្ដល់ឱកាសឲ្យសម្រាប់បងចុះកម្មសិក្សាជាមួយ Data ផ្ទាល់ទី4យើងអាចផ្ដល់ឱកាសពាក់ព័ន្ធជាមួយនឹងការងារទី5គឺយើងលើកទឹកចិត្តឲ្យបងបន្តការសិក្សាមានលទ្ធភាពនៅក្នុងការបង់ថ្លៃសាលារហូតដល់ចប់បាទជំរាបសួរខ្ញុំបាទឈ្មោះទឹកសុជាមានតួនាទីជាគណៈនាយករងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Data Microfinance PSC ហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Data Microfinance PSC សូមជំរាបជូនបងប្អូននឹងបានជ្រាបថាពាក់ព័ន្ធជាមួយនឹងគ្រឹះស្ថានបានចុះអនុសន្និយោគយល់គ្នាជាមួយនឹងសាកលវិទ្យាល័យអន្តរជាតិហៅកាត់ IU ចាប់ពីថ្ងៃទី4មករាឆ្នាំ2021រហូតដល់ពេលនេះរយៈពេល6ឆ្នាំហើយពាក់ព័ន្ធជាមួយនឹងបច្ចុប្បន្នយើងបានធ្វើការងារជាមួយនឹងគ្រប់ទីតាំងជាមួយរបស់សាកលវិទ្យាល័យអន្តរជាតិ IU ដែលមានដូចជាទីតាំងធំនៅសែនសុខយើងមានទីតាំងនៅក្មួយយើងមានទីតាំងនៅកបូលយើងមានទីតាំងនៅគួរសៅយើងមានទីតាំងនៅកំពង់តាឡាខេត្តកំពង់ឆ្នាំងយើងទីរួមខេត្តកំពង់ឆ្នាំងនិងទីតាំងលំវែកយើងមានទីតាំងនៅបាត់ដំបងបៃលិនទីតាំងនៅខេត្តបន្ទាយមានជ័យទីតាំងនៅសៀមរាបទីតាំងនៅព្រៃវែងស្វាយរៀងនិងទីតាំងចុងក្រោយយើងនៅខេត្តកំពតគោលបំណងនៃការកិច្ចសហប្រតិបត្តិការពាក់ព័ន្ធជាមួយនឹងអនុសន្និយោគយល់នេះគឺយើងមានគោលបំណងទី1គឺអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាទី2ផ្ដោតសំខាន់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលរបស់ក្រសួងអប់រំក៏បានលើកទឹកចិត្តឲ្យបង្កើតអន្តរាសិក្សានេះវាមិនមែនជារឿងថ្មីជាពិតគឺដឹងវាយូរមកហើយគឺតាំងពីអាណត្តិទី6ទី7ហើយការរៀបចំឲ្យមានគោលនយោបាយអន្តរាសិក្សានេះឡើងគោលបំណងគឺចង់សម្រួលដល់ការបង់ថ្លៃការសិក្សាឬក៏ទិញសម្ភារៈការសិក្សាសម្រាប់បងប្អូនដែលមានបំណងហើយប្រឡងជាប់ចង់ចូលរៀននៅសាកលវិទ្យាល័យអន្តរជាតិ IU ហើយខ្វះថវិកាបង់ថ្លៃសាលានិងទិញសម្ភារៈការសិក្សាហើយចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្ររងឬក៏បរិញ្ញាបត្រអញ្ចឹងគ្រឹះស្ថាននឹងមានការផ្ដល់ជាអន្តរាសិក្សាជូនហើយពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍ដែលគ្រឹះស្ថានផ្ដល់ជូនទី1ពាក់ព័ន្ធជាមួយនឹងបងប្អូនអាចទទួលបានអន្តរាសិក្សាដោយអត្រាការប្រាក់ទាបសមរម្យទី2បងប្អូនអាចមានឱកាសទទួលបានអន្តរាសិក្សាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Data ដើម្បីបង់ថ្លៃសាលានិងទិញសម្ភារៈសិក្សាទី3បងប្អូនអាចបានអត្ថប្រយោជន៍ពេលត្រូវតម្រូវចុះកម្មសិក្សា Data ផ្ដល់ឱកាសឲ្យសម្រាប់បងប្អូនចុះកម្មសិក្សាជាមួយ Data ផ្ទាល់ទី4យើងអាចផ្ដល់ឱកាសពាក់ព័ន្ធជាមួយនឹងការងារសម្រាប់បងប្អូនដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអន្តរជាតិគឺយើងផ្ដល់ឱកាសមុនគេទី5គឺយើងលើកទឹកចិត្តឲ្យបងប្អូនបន្តការសិក្សាមានលទ្ធភាពនៅក្នុងការបង់ថ្លៃសាលារហូតដល់ចប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Data Microfinance យើងផ្ដល់អន្តរាសិក្សាជូនបងប្អូនសិស្សានុសិស្សដែលមានទំហំរហូតដល់40លានរៀលរយៈពេល8ឆ្នាំស្មើនឹង96ខែអត្រាការប្រាក់ហើយយើងត្រឹមតែ1ទៅ 1.25 ហើយមិនតម្រូវឲ្យមានទ្រព្យធានាទេសម្រាប់លក្ខខណ្ឌនៃការខ្ចីតម្រូវទី1ឲ្យបងប្អូនតម្រូវចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យអន្តរជាតិ IU គ្រប់ទីតាំងទាំង10ដែលបានរៀបរាប់នៅខាងលើហើយទី2ពាក់ព័ន្ធជាមួយនឹងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហើយនិងសៀវភៅគ្រួសារទី3ត្រូវមានអាយុចាប់ពី18ឆ្នាំរហូតដល់65ឆ្នាំ
ហើយការខ្ចីនេះគឺมันតម្រូវឲ្យចាំបាច់មានឪពុកម្ដាយចូលរួមទេសម្រាប់និស្សិតខ្លួនឯងតែមានតម្រូវការចង់ខ្ចីគឺអាចមកទំនាក់ទំនងខ្ចីផ្ទាល់បានសម្រាប់ពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌនៃការដាក់ពាក្យស្នើសុំតម្រូវឲ្យបងប្អូនសិស្សានុសិស្សទាំងអស់ដែលមានបំណងចង់ខ្ចីអន្តរជាតិសិក្សាសូមមកទំនាក់ទំនងគ្រប់ទីតាំងរបស់សាកលវិទ្យាល័យអន្តរជាតិ IU ទាំង10ទីតាំងនិងសាខារបស់ Kristan Micro and Data Microfinance ទាំង16សាខាដែលមាននៅជិតលោកអ្នកបំផុតឬក៏ចុះឈ្មោះតាមរយៈអនឡាញដែលយើងនឹងមាន link បង្ហាញជូននៅលើកញ្ចក់ជាជូនជាចុងក្រោយខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនសិស្សានុសិស្សទាំងអស់ដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិបាក់ឌុបនៅថ្ងៃទី10សីហាឆ្នាំ2026នេះឲ្យបងប្អូនខិតខំប្រឹងប្រែងរៀនសូត្រហើយនឹងរៀបចំខ្លួនឲ្យរួចជាស្រេចហើយព្យាយាមពង្រឹងទៅលើបំពេញនៅចំណុចខ្វះខាតរបស់ខ្លួនឯងហើយជូនពរឲ្យបងប្អូនទាំងអស់គ្នាប្រឡងជាប់បើសិនបើបងប្អូននិស្សិតគិតថាចង់បន្តការសិក្សានៅសាកលវិទ្យាល័យអន្តរជាតិហើយមិនមានថវិកាគ្រប់គ្រាន់នៅក្នុងការបង់ថ្លៃសាលាឬក៏ទិញសម្ភារៈសិក្សាសូមបងប្អូនកុំបារម្ភសូមអញ្ជើញមកទំនាក់ទំនងទទួលអន្តរាសិក្សាតាមគ្រប់ទីតាំងសាកលវិទ្យាល័យរបស់អន្តរជាតិនិង Kristan Micro and Data និងឬក៏អាចចុះឈ្មោះតាមរយៈអនឡាញពួកយើងនឹងមានបុគ្គលិករងចាំសម្របសម្រួលនិងប្រឹក្សារយៈពេលចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសៅរ៍មួយព្រឹកអញ្ចឹងបើសិនបើបងប្អូនមានសំណួរឬពាក់ព័ន្ធនឹងបញ្ហាកម្ចីប្រាក់នេះយើងនឹងមានការសម្របសម្រួលនិងធ្វើការបញ្យល់ដើម្បីអំពីលក្ខខណ្ឌឲ្យបងប្អូនអាចទទួលយកបានជាចុងក្រោយជូនពរឲ្យបងប្អូនទាំងអស់គ្នាប្រឡងជាប់បាក់ឌុបនៅក្នុងឆ្នាំថ្មីនេះគ្រប់គ្នាទទួលបាននិទ្ទេសល្អសូមអរគុណ